តុលាការវៀតណាមបានកាត់ទោសព្រះសង្ឃនិងសកម្មជនខ្មែរកម្ពុជាក្រោមសរុប3រូបឲ្យជាប់ពន្ធនាគារម្នាក់ៗ3ឆ្នាំកន្លះក្រោយពីអ្នកទាំងនោះប្រើប្រាស់សិទ្ធិបញ្ចេញមតិនៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025អ្នករាយការណ៍ពិសេសទទួលបន្ទុកអ្នកការពារសិទ្ធិមនុស្សជំរុញឲ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់សិទ្ធិជនជាតិដើមភាគតិចរបស់ពលរដ្ឋខ្មែរក្រោមដែលស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមនិងទាមទារឲ្យរដ្ឋាភិបាលទីក្រុងហាណូយបញ្ឈប់ការធ្វើទុកបុកម្នេញលើអ្នកការពារសិទ្ធិខ្មែរក្រោមប្រតិកម្មនេះកើតឡើងបន្ទាប់ពីតុលាការវៀតណាមបានកាត់ទោសព្រះសង្ឃនិងសកម្មជនខ្មែរកម្ពុជាក្រោមសរុប3រូបឲ្យជាប់ពន្ធនាគារម្នាក់ៗ3ឆ្នាំកន្លះក្រោយពីអ្នកទាំងនោះប្រើប្រាស់សិទ្ធិបញ្ចេញមតិនៅលើបណ្ដាញសង្គម Facebook ផ្លូវការរបស់ខ្លួនអ្នករាយការណ៍ពិសេសទទួលបន្ទុកអ្នកការពារសិទ្ធិមនុស្សលោកស្រី Marie Lolo បានទាមទារឲ្យរដ្ឋាភិបាលកុម្មុយនីសវៀតណាមបញ្ឈប់រាល់ការធ្វើទុកបុកម្នេញទៅលើអ្នកការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមដែលជាជនជាតិដើមម្ចាស់ស្រុកបន្ថែមពីនេះសហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏បានទទូចឲ្យមានការស៊ើបអង្កេតទៅលើការធ្វើទារុណកម្មលើលោកថាច់ងាដែលមានស្នាមរបួសលើផ្ទៃមុខគ្រាដែលអាជ្ញាធរវៀតណាមនាំទៅកាត់ទោសតាមសហព័ន្ធខ្មែរកម្ពុជាក្រោមសញ្ញាខ្វែងជើងឯកនៅលើផ្ទៃមុខលោកថាច់ងាគឺអាចមកពីការធ្វើទារុណកម្មពីសមត្ថកិច្ចវៀតណាមដោយប្រើដៃក្តៅដាក់លើផ្ទៃមុខរបស់គាត់ជាមួយគ្នានេះគណៈកម្មការអន្តរសាសនាសហរដ្ឋអាមេរិកក៏បានទាមទារឲ្យរដ្ឋាភិបាលវៀតណាមស៊ើបអង្កេតទៅលើករណីស្នាមរបួសនៅលើផ្ទៃមុខរបស់លោកថាច់ងាផងដែរការទាមទារដូចគ្នានេះដោយគេសង្ស័យថាស្នាមរបួសទាំងនេះគឺដោយសារតែអាជ្ញាធរវៀតណាមធ្វើទរណកម្មនៅក្នុងពន្ធនាគារដោយឡែកនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025ស្នងការគណៈកម្មការសហរដ្ឋអាមេរិកទទួលបន្ទុកខាងសេរីភាពសាសនាអន្តរជាតិលោកមៀស្លូវ៉ៃជិកបានលើកឡើងលើបណ្ដាញសង្គម X របស់លោកដោយស្នើឲ្យរដ្ឋាភិបាលអាមេរិកដាក់គំនាបទៅលើរដ្ឋាភិបាលវៀតណាមក្នុងរឿងធ្វើទុកបុកម្នេញទៅលើពលរដ្ឋខ្មែរក្រោមនេះដែរក្នុងសំណេរដើមជាភាសាអង់គ្លេសលោកមៀស្លូវ៉ៃជិកបានចាត់ទុកសកម្មភាពថ្មីបំផុតរបស់វៀតណាមដែលវាយប្រហារទៅលើពុទ្ធសាសនិកខ្មែរក្រោមនេះគឺជាការរំលោភសិទ្ធិសេរីភាពសាសនាយ៉ាងធ្ងន់ធ្ងរសូមបញ្ជាក់ថាកាលពីថ្ងៃទី18វិច្ឆិកា2025តុលាការវៀតណាមនៅខេត្តលង្ហោបានកាត់ទោសព្រះសង្ឃខ្មែរក្រោមព្រះតេជគុណគឹមសំរិននិងសកម្មជនខ្មែរក្រោមចំនួន2រូបទៀតគឺលោកថាច់ងានិងលោកថាច់ស្វែងដុងដាក់ពន្ធនាគារម្នាក់ៗ3ឆ្នាំនិង6ខែការកាត់ទោសនេះធ្វើឡើងបន្ទាប់ពីព្រះសង្ឃនិងសកម្មជនខ្មែរក្រោមទាំងនេះបញ្ចេញមតិតាមបណ្ដាញសង្គមទាក់ទងនឹងជំនឿសាសនារបស់ជនជាតិដើមខ្មែរកម្ពុជាក្រោម